បាទបងប្អូនទាំងអស់គ្នាឃើញរូបទាំងអស់នេះគឺសុទ្ធសឹងតែជារូបដែលខ្ញុំបង្កើតដោយខ្លួនឯងហើយខ្ញុំប្រើភាសាខ្មែរដើម្បីបង្កើតតែម្ដងអញ្ចឹងបងប្អូនចង់ដឹងថាគេបង្កើតដោយប្រើភាសាខ្មែររបៀបម៉េចតោះទៅមើលវីដេអូជាមួយខ្ញុំទាំងអស់គ្នាបាទជំរាបសួរនិងសួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍ជាថ្មីមកកាន់ Channel កណ្ដាល Android បាទអញ្ចឹងសម្រាប់វីដេអូរបស់ខ្ញុំថ្ងៃនេះគឺចង់បង្ហាញបងប្អូនទាំងអស់គ្នាពីរបៀបបង្កើតរូបភាព AI ដោយខ្លួនឯងដោយប្រើភាសាខ្មែររបស់យើងណាបាទអូខេអញ្ចឹងសម្រាប់បងប្អូនយើងដែលថ្មីសូមកុំភ្លេចជួយចុចពាក្យជាឬក៏ Subscribe Channel របស់ខ្ញុំម្នាក់មួយផងតោះអញ្ចឹងយើងទៅដឹងពីរបៀបបង្កើត AI រូបភាព AI ដោយប្រើភាសាខ្មែរទាំងអស់គ្នាជំហានដំបូងយើងត្រូវមានកម្មវិធី Google Gemini មួយហើយនឹងកម្មវិធី Google Translate មួយបាទកម្មវិធីបកប្រែនេះបាទពេលដែលយើង download Gemini ហើយកម្មវិធី Translate ឬក៏បកប្រែនេះហើយយើងចុចបើកកម្មវិធីបកប្រែនេះមុនមកបាទដើម្បីយើងចូលទៅសរសេរ prompt បាទសរសេរ prompt ដើម្បីយកទៅបង្កើតរូបណាបាទជាធម្មតាពេល prompt វាដំណើរការល្អគឺប្រើប្រាស់ភាសាអង់គ្លេសឬក៏ភាសាផ្សេងទៀតបាទប្រទេសផ្សេងទៀតដែលជឿនលឿនអញ្ចឹងណាបាទសម្រាប់ភាសាខ្មែររបស់យើងតោះតែយើងបកប្រែពីភាសាខ្មែរទៅអង់គ្លេសហើយយើងយកទៅ copy សិនបាទឥឡូវចូលមកដល់កន្លែងនេះយើងគេណែនាំរបស់យើងទេគេណែនាំពីរបៀបប្រើប្រាស់អញ្ចឹងបាទមុខងារផ្សេងអូខេអញ្ចឹងយើងជ្រើសរើសភាសាមកខាងនេះយើងជ្រើសរើសភាសាអង់គ្លេសបាទយើងសរសេរកន្លែងនេះគឺបានណាបាទអង់គ្លេសបាទនេះហើយអានេះភាសាខ្មែរបើសិនជាបងប្អូនអត់មានអក្សរខ្មែរនៅកន្លែងនេះទេយើងសរសេរមកខ្មែរអញ្ចឹងមកអូខេអក្សរខមកវាចេញខ្មែរយើងចុចយកមកតែប៉ុណ្ណឹងហើយយើងចាប់ផ្ដើមចុចកន្លែងនេះមកដើម្បីសរសេរឬក៏ហៅបាទឥឡូវយើងហៅតែម្ដងបាទបង្កើតរូបភាពកម្រិត 4K បុរសសង្ហាវ័យក្មេងម្នាក់កំពុងឈរក្នុងអាងហែលទឹកហើយដកឃ្លាយើងសរសេរពីរូបរាងដែលយើងចង់បានមករូបរាងមុខមាត់សក់អញ្ចឹងណាសម្បុរអីមិនយើងចង់ដាក់លម្អិតឲ្យបានកាន់តែច្រើនកាន់តែល្អវាកាន់តែដូចចិត្តដែលយើងចង់បានអញ្ចឹងណាបាទអញ្ចឹងកំពុងឈរក្នុងអាងហែលទឹកស្លៀកខោខ្លីដកឃ្លាទៀតគ្មានអាវតមកទៀតយើងអាចរៀបរាប់ពីមុខតម្រង់មុខមាត់ដូចជាសក់ដូចអីចឹងណាបាទអូខេខ្ញុំដាក់សក់ពណ៌ខ្មៅខ្លីហើយក្រាស់បាទបង្ហាញរូបរាងយ៉ាងសង្ហាមាំមួនអូខេតែប៉ុណ្ណឹងក៏បានដែរបាទប៉ុណ្ណឹងយើងខាន់មកបាទសំទោសខ្ញុំនិយាយទៅវាសរសេរតាមខ្ញុំលុបអានេះចេញទៅបាទសង្ហាមាំមួនបន្តមកទៀតអ្វីដែលយើងត្រូវតែដាក់ជាចាំបាច់នោះគឺយើងសរសេរថាសូមរក្សាមុខរបស់គាត់ឲ្យនៅដដែល 100% បាទប៉ុណ្ណឹងកន្លែងនេះបើសិនជាមនុស្សស្រីយើងដាក់ថាសូមរក្សាមុខរបស់នាងឲ្យនៅដូចដដែល 100% គ្រាន់តែដូរពីគាត់ទៅនាងមកគឺអូខេបាទអញ្ចឹងតែប៉ុណ្ណឹងទេ
នៅពេលដែលយើងសរសេរជាភាសាខ្មែរហើយគឺវាបកជាភាសាអង់គ្លេសនៅខាងក្រោមនេះបាទបងប្អូនឃើញណាអញ្ចឹងបងប្អូនគ្រាន់តែចុច copy មកណាសញ្ញា copy នេះចុច copy មកប៉ុណ្ណឹងយើងចេញពីកម្មវិធីបកប្រែមកហើយយើងចូលមកក្នុងកម្មវិធី Google Gemini បាទចុចបើកកម្មវិធី Google Gemini មកបន្ទាប់មកយើងចុចលើនេះមួយមកហើយយើងសកត់កន្លែងនេះឲ្យជាប់មកចេញផាសហើយបាទឬក៏នៅពេលយើង copy ភ្លាមយើងចុចកន្លែងនេះក៏បានដែរបាទចុចផាសក៏បានចុចកន្លែងនេះក៏បានឥឡូវខ្ញុំចុចកន្លែងនេះផងទៅបាទអូខេពេលវា copy មកស្រាប់ទេអញ្ចឹងជំហានបន្តទៀតយើងជ្រើសរើសរូបរបស់យើងមកឬក៏រូបនរណាម្នាក់ដែលយើងចង់ធ្វើឲ្យដូចអូខេចុចសញ្ញាបូកហើយចុច gallery បាទបន្ទាប់មកយើងជ្រើសរើសរូបណាដែលគៀកដែលបង្ហាញមុខចំបើងាកមកចំហើយរៀងច្បាស់បាទរូបខ្ញុំ recommend ឬក៏ណែនាំឲ្យបងប្អូនរើសរូបណាដែលថតគៀកត្រឹមស្មាឡើងលើណាបាទដូចរូបរបស់ខ្ញុំពីរនេះគឺសិតតែរូបស្តង់ដាគៀកហ្នឹងហើយបាទអញ្ចឹងខ្ញុំរកយកមួយណាក៏បានដែរពីរហ្នឹងណាអូខេអញ្ចឹងខ្ញុំយករូបមួយនេះឲ្យវាវិលឲ្យចប់សិនណានេះបាទបើសិនជាវាវិលអត់ទាន់ចប់ទេយើងអាចចុចសញ្ញាព្រួយទៅវាអត់ទាន់លោតឲ្យទេអញ្ចឹងពេលដែលវាវិលចប់ហើយចុចសញ្ញាព្រួយពណ៌ខ្មៅនេះមកអូខេឥឡូវយើងចាំមក flat វាមិនជាចំណាយពេលយូរអីប្រហែលទេប្រហែលជាមិនដល់1នាទីទេសម្រាប់ការបង្កើតរូបបែបហ្នឹងណាបាទអូខេអញ្ចឹងយើងចាំមក flat មកអូខេពងតែចាប់ផ្ដើមបង្កើតរូបហើយបាទនៅពេលដែលវាឡើងវិលកន្លែងហ្នឹងហើយយើងអាចអោសមើលរូបរបស់យើងបានហើយអូខេបាទបងប្អូនឃើញណានេះរូបស្អាតមែនតើហើយមុខទម្រង់មុខគឺដូចរូបរបស់ខ្ញុំតែម្ដងបាទអូខេអញ្ចឹងងាយមែនតើបងប្អូនចង់ធ្វើរូបតាក់ទងនឹងអ្វីវាចេញមកបែបហ្នឹងហើយបើសិនជាយើងសរសេរមកកាន់បច្ចេកវាកាន់តែលម្អិតគឺវាកាន់តែដូចអ្វីដែលយើងចង់បានអូខេណាបាទអរគុណអញ្ចឹងសម្រាប់វីដេអូរបស់ខ្ញុំថ្ងៃនេះគឺមានប៉ុណ្ណឹងទេអូកុំភ្លេចនៅពេលដែលវាចេញរូបបែបហ្នឹងហើយយើងចង់សេវទុកយើងគ្រាន់តែចុចទៅលើរូបមកប៉ក់ហ្នឹងមកយើងចុចទៅលើរូបមកប៉ក់ហើយចុចសញ្ញាព្រួយចុះក្រោមហ្នឹងបាទនៅពេលដែលវាវិលចប់បានន័យថាវាសេវរូបរបស់យើងចូលទៅក្នុងកន្លែង photo ឬក៏កន្លែងរូបថតរបស់យើងហើយបាទឥឡូវខ្ញុំចុចបើកមើលកន្លែង photo សិនអូខេបាទនេះរូបមិញដែលខ្ញុំបង្កើតបានមិញហ្នឹងបាទលយមែនតើចង់កំងរូបរាងបែបម៉េចទម្រង់មុខបែបម៉េចបាទសក់បែបម៉េចគឺបានតាមចិត្តគ្រប់យ៉ាងបាទគ្រាន់តែយើងប្រើភាសាខ្មែរហើយប្រែជាភាសាអង់គ្លេសទៅគឺជាការស្រេចបាទអញ្ចឹងវីដេអូរបស់ខ្ញុំថ្ងៃនេះគឺមានប៉ុណ្ណឹងទេបាទបើសិនជាគិតថាវីដេអូរបស់ខ្ញុំមានប្រយោជន៍សូមកុំភ្លេចចុចពាក្យជាវឬក៏ Subscribe Channel របស់ខ្ញុំម្នាក់មួយផងហើយបើសិនជាបងប្អូនមានបញ្ហាឬក៏ធ្វើបានបងប្អូនអាច comment នៅខាងក្រោមវីដេអូក៏បានដែរហើយបងប្អូនយល់យ៉ាងណាដែរសម្រាប់វីដេអូមួយនេះធ្វើបានបងប្អូនអាចជួយសរសេរនៅ comment ខាងក្រោមវីដេអូរបស់ខ្ញុំឲ្យបានដឹងផងហើយបើសិនជាអាចសូមកុំភ្លេចជួយ share វីដេអូនេះម្នាក់មួយផងដើម្បីឲ្យបងប្អូនយើងដទៃទៀតគាត់បានដឹងអរគុណ